គ្នាបាទចឹងថ្ងៃនេះគឺខ្ញុំចេញមកតបខមមិនបងប្រុសនឹងបងប្រុសនឹងបងស្រីទេតែគាត់បានខមមិនក្នុងពេកសាលាគឺសួរថាតើរបៀបដាក់សញ្ញាខ្លួនបែបនេះតើយើងដាក់របៀបម៉េចបាទយើងប្រើសាប់ cut key ហ្នឹងចឹងចង់ដឹងចូលទស្សនាវីដេអូរបស់គ្នាបាទអញ្ចឹងដើម្បីបានសញ្ញាព្រួញទី1អ្នកនរគ្នាវាយសញ្ញាស្មើនៅលើ keyboard របស់យើងមកវាយ2ដងហើយគឺយើងដាក់សញ្ញាធំជាងដែលយើងចុច shift key ជាមួយនឹងសញ្ញាធំបាទចឹងយើងចេញសញ្ញាព្រួញយើងបែបនេះសញ្ញាដក2ដងមកសញ្ញាធំជាងបាទយើងចង់បានព្រួយម្ខាងឆ្វេងយើងដាក់សញ្ញាតូចជាងមកដក2ដងសញ្ញាតូចជាងសញ្ញាស្មើ2ដងមកវានឹងចេញជាសញ្ញាព្រួយយើងបែបនេះព្រួយខាងស្ដាំហើយនឹងព្រួយម្ខាងឆ្វេងអញ្ចឹងវីដេអូដែលតបខមមិនបងប្រុសគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មិនពាក្យតែចង់រៀនឬឆាតចូលពេក